ប្រវត្តិនៃការបង្កើតបន្ទាយលង្វែកដែលជាអតីតរាជធានីរបស់ប្រទេសខ្មែរដ៏រឹងមាំក្រោយសម័យអង្គរក្រុងលង្វែកឬបន្ទាយលង្វែកគឺជាអតីតរាជធានីរបស់ខ្មែរនិងជាបន្ទាយដ៏រឹងមាំមួយក្រោយសម័យអង្គរនៅជុំវិញរាជធានីនេះមានដាំដើមឫស្សីកម្រាស់ជាង100ម៉ែត្រសម្រាប់ធ្វើជារបងការពាររាជធានីលង្វែកត្រូវបានរៀបចំកសាងឡើងដោយព្រះបាទច័ន្ទរាជាបន្ទាប់ពីព្រះអង្គវាយឈ្នះស្ដេចកននិងដណ្ដើមរាជបានមកវិញព្រះបាទច័ន្ទរាជាក្រោយពីបានសម្រេចការសង្គ្រាមលើស្ដេចកនបានមកហើយព្រះអង្គទ្រង់គង់នៅបន្ទាយជ័យខេត្តពោធិ៍សាត់ដដែលប៉ុន្តែមិនយូរប៉ុន្មានគឺដល់ឆ្នាំ1527ព្រះអង្គទ្រង់ចេញបញ្ជាឲ្យមន្ត្រីជំនាញរបស់ព្រះអង្គមួយចំនួនរៀបចំកសាងរាជវាំងក្រុងលង្វែកដែលជាទីព្រះអង្គទ្រង់យល់ថាមានជ័យភូមិល្អព្រោះជាទីចំណុចយុទ្ធសាស្ត្រស្រួលការពារខ្លួនត្បិតនៅជិតនោះមានព្រៃមានទន្លេនិងមានបឹងទៀតផងរាជធានីថ្មីនេះត្រូវបានសាងឡើងដោយហ្មត់ចត់អស់រយៈពេល3ឆ្នាំដែលមានរាង4ជ្រុងទ្រវែងទទឹងប្រវែង2គីឡូម៉ែត្របណ្ដោយជិត3គីឡូម៉ែត្រមានលើជាទំនប់ជ្រោះក្តារធ្វើជាបន្ទាយកម្ពស់17ហត្ថខ្នងលើ10ហត្ថជើងទេ22ហត្ថព័ទ្ធជា3ជ្រុងខាងមុខមានព្រៃបឹងនិងទន្លេមានគូទឹកនិងដាំដើមឫស្សីយ៉ាងក្រាស់ជារបងកម្រាស់ជាង100ម៉ែត្រព័ទ្ធជុំវិញមានទ្វារធំ8ដែលមានសឿនគឺលើកជាតួដីកម្ពស់ជិត22ហត្ថសម្រាប់ដាក់កំភ្លើងធំគ្រប់ទ្វារទាំង8ហើយនៅទិសទាំង4មានសឿនកម្ពស់25ហត្ថសម្រាប់ដាក់កំភ្លើងធំដូចគ្នាផងដែរនៅក្នុងក្រុងថ្មីដែលជាបន្ទាយដ៏រឹងមាំមានសាងរោងដំរីបន្ទាយសេះបន្ទាយទាហានកំភ្លើងធំតូចទាហានថ្មើរជើងនិងជើងទឹកព្រមទាំងអាវុធយុទ្ធភ័ណ្ឌនិងស្បៀងអាហារសពគ្រប់បែបយ៉ាងនៅកណ្ដាលក្រុងថ្មីនេះមានសាងព្រះរាជវាំងដែលមានកំផែងច្រើនជាន់មានប្រាសាទមានព្រះរាជមន្ទីរតូចធំសុទ្ធតែមានចម្លាក់រចនាបថមាសអភារឆ្អិនឆ្អៅមានស្រះនិងសួនច្បារដ៏ប្រណិតទៀតផងនៅខាងទិសឦសាននៃព្រះរាជវាំងនេះព្រះរាជាទ្រង់ឲ្យតាំងរូបអ្នកតាឃ្លាំងមឿងគឺអ្នកតាចាស់ស្រុកជាម្ចាស់ទឹកដីនៅទីនោះផងដែរថ្ងៃក្រោយមកទៀតព្រះអង្គទ្រង់បានសាងអង្គរវត្តឬរូបត្រឡែងកែងនៅក្នុងបន្ទាយលង្វែកនេះទៀតផងដែលតាមជំនឿបន្តគ្នាមកទៀតថាជាវត្តដ៏ពូកែស័ក្តិសិទ្ធិដោយមានព្រះពុទ្ធរូប4ព្រះអង្គទ្រង់ឈរកម្ពស់18ហត្ថព្រះភ័ក្ត្របែរទៅទិសធំទាំង4ឯព្រះបឋិឬព្រះព្រឹសគឺខ្នងទល់ជាមួយគ្នារាជធានីលង្វែកគឺជាបន្ទាយដ៏រឹងមាំនិងជាឃ្លាំងវប្បធម៌ដ៏រុងរឿងបំផុតនាសម័យក្រោយអង្គររបស់ប្រទេសកម្ពុជាឯកសារខ្លះបញ្ជាក់ថានៅកណ្ដាលរាជធានីនេះគេបានសាងព្រះបដិមាព្រះភក្ខនេសដ៏ធំខ្លួនមនុស្សក្បាលដំរីដែលជាអាទិទេពតំណាងខាងអក្សរសាស្ត្រនិងវិទ្យាសាស្ត្រទុកជាអ្នកតារក្សាក្រុងមានការនិយាយតៗគ្នាថានៅក្នុងបន្ទាយលង្វែកនេះគេមានតម្កល់ព្រះបដិមាព្រះគោមួយព្រះអង្គនិងព្រះកែវមួយព្រះអង្គដែលជាបងប្អូនបង្កើតនឹងគ្នាហើយដែលអ្នកស្រុកនៅក្នុងទីនោះតែងគោរពបូជាដោយចាត់ទុកថាជាវត្ថុស័ក្តិសិទ្ធិរបស់ជាតិខ្លួនថែមទៀតផងម្យ៉ាងទៀតគេក៏មានជំនឿជឿថាគម្ពីរក្បួនច្បាប់ដែលសំខាន់បំផុតរបស់ជាតិត្រូវបានគេយកមករក្សាទុកនៅក្នុងពោះព្រះគោនោះឯងនៅឆ្នាំ1529ក្រោយពីបានសាងបន្ទាយលង្វែកព្រះរាជវាំងព្រះរាជដំណាក់តូចធំបានចប់សពគ្រប់ហើយព្រះបាទខត្យាមហាច័ន្ទរាជាទ្រង់យាងចេញពីបន្ទាយជ័យខេត្តពោធិ៍សាត់មកគង់នៅរាជធានីថ្មីគឺបន្ទាយលង្វែកនេះរហូតមកដល់ទីបញ្ចប់នៃព្រះជន្មរបស់ព្រះអង្គគឺក្នុងឆ្នាំ1566នៃគ្រិស្តសករាជប្រវត្តិដើមហេតុនៃការបែកបាក់បន្ទាយលង្វែកនៅឆ្នាំ1580ប្រទេសភូមាបានវាយលុកចូលប្រទេសសៀមយ៉ាងខ្លាំងពេលនោះស្ដេចសៀមបានផ្ញើរាជសារសុំជំនួយពីស្ដេចខ្មែរគឺព្រះបាទសត្ថាទី1ព្រះបាទសត្ថាទី1ក៏បញ្ជាឲ្យព្រះបាទស្រីសុរិយោពណ៌នាំទ័ពទៅជួយច្បាំងប្រទេសសៀមរហូតទទួលបានជ័យជំនះលើទ័ពភូមាហើយបានបណ្ដេញទ័ពភូមាចេញពីទឹកដីសៀមទៀតផងក្រោយពីបានទទួលជ័យជំនះលើភូមាហើយសៀមរមិលគុណខ្មែរបានលើកទ័ពមកវាយខ្មែរជាច្រើនលើកច្រើនសារគឺនៅឆ្នាំ1588សៀមបានលើកទ័ពចូលទន្ទ្រានខ្មែរយ៉ាងកំរោលហើយបានវាយយកបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់រហូតមកដល់ស្រុកបរិបូរព្រមទាំងហុំព័ទ្ធបន្ទាយលង្វែកទៀតផងពួកវាបានព័ទ្ធបន្ទាយលង្វែករយៈពេល3ខែតែត្រូវបាក់ទ័ពរត់ខ្ចាត់ចាយទៅវិញដោយសារខ្វះស្បៀងនិងកើតជំងឺឆ្លង
មុននឹងទៅសៀមបានប្រាល្បិចកត់បាច់ប្រាក់ដួងជាច្រើនចូលក្នុងគុម្ពឫស្សីដែលជារបងការពារបន្ទាយលង្វែកយោងតាមឯកសារមហាបរោះខ្មែរភាគ3បានប្រាប់ថាសៀមយកប្រាក់ដួងចំនួន 5000 ដួងច្របល់នឹងគ្រាប់សំណល់ច្រកក្នុងគ្រាប់កំភ្លើងតូចធំបាទចេញអស់វេលា3ថ្ងៃប្រជានារីខ្មែរនាំគ្នាកាប់ឆ្ការគុម្ពឫស្សីដើម្បីយកប្រាក់ដួងទាល់តែរិចរិលគុម្ពឫស្សីអស់នៅឆ្នាំ1594ដោយដឹងថាគុម្ពឫស្សីរិចរិលអស់ហើយសៀមបានលើកទ័ពមកម្ដងទៀតហើយនៅទីបំផុតបន្ទាយលង្វែកត្រូវបានសៀមយកបានពួកសៀមបានប្រមូលរតនភណ្ឌពីបន្ទាយលង្វែកអស់រួមទាំងព្រះគោព្រះកែវទ្រព្យសម្បត្តិខ្នាតតូចធំនិងឯកសារផ្សេងៗជាច្រើនយកទៅស្រុកសៀមថែមទាំងចាប់ព្រះបាទស្រីសុរិយោពណ៌និងអ្នកចេះដឹងខ្មែរជាច្រើនទៅស្រុកសៀមថែមទៀតផងនៅពេលនោះព្រះបាទសត្ថាទី1និងព្រះរាជបុត្រច្បងព្រះនាមជ័យជេដ្ឋាទី1បានភៀសព្រះកាយទៅនៅឯជីដែនឡាវហើយក៏បានសោយទីវង្គតនៅទីនោះក្នុងឆ្នាំ1596ឯព្រះបាទស្រីសុរិយោពណ៌ត្រូវសៀមបានចាប់ព្រះកាយនាំយកទៅស្រុកសៀមក្រោយពីបែកបាក់បន្ទាយលង្វែកមកប្រទេសកម្ពុជាអស់ឫទ្ធានុភាពហើយធ្លាក់ទៅជារដ្ឋទុនខ្សោយមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ខ្មែរបានបាត់បង់រតនគិតនភណ្ឌ4ច្បាប់អ្នកប្រាជ្ញបណ្ឌិតហើយវប្បធម៌ខ្មែរក៏ត្រូវបានសៀមឆក់ប្លន់យកទៅជាប្រទេសវាស្ទើរតែទាំងអស់រលីងប្រទេសជាតិធ្លាក់នៅក្នុងភាពអធិបតេយ្យហើយគ្រោះទុរភិក្សបានចូលមកយាយីប្រជានារីខ្មែរពេញផ្ទៃប្រទេសកម្ពុជាបានបាត់បង់អាណាខេត្តខាងលិចនិងពីយប់ដូចជាខេត្តបច្ចិន្តបុរីខេត្តចន្ទបុរីនគររាជសីមាបាត់ដំបងសៀមរាបពោធិ៍សាត់ក្រោយពីបានស្ដាប់ប្រវត្តិខ្លះនៃសម័យកាលលង្វែកដ៏សែនជូរចត់របស់ប្រទេសខ្មែរដោយយើងអាចកត់សម្គាល់បានថាប្រទេសខ្មែរមិនមែនទើបតែមានការឈ្លានពានរបស់ប្រទេសសៀមបច្ចុប្បន្ននេះទេគឺមានការឈ្លានពានរបស់ប្រទេសសៀមតាំងពីសម័យបុរាណកាលមកម្ល៉េះអញ្ចឹងសូមបងប្អូនទាំងអស់គ្នាជួយបន្ត Subscribe និង Like Channel របស់ខ្ញុំដើម្បីទទួលបាននូវវីដេអូថ្មីបន្តទៀតសូមអរគុណ